គាត់មានបញ្ហាបច្ចេកទេសនៅកន្លែងរោងចក្ររបស់គាត់ឬមួយក៏រូបមន្តគាត់នៅអត់ទាន់ដើរល្អឬមួយក៏ផ្នែកអីមួយដែលជាបញ្ហាមិនអាចឲ្យគាត់នឹងពង្រីកបានអញ្ចឹងពេលដែលយើងទៅរើសហ្នឹងគឺយើងរើស 4-5 ផ្នែកហើយយើងនឹងធ្វើជាមួយភាគីកូរ៉េរបស់យើងទៅរក expert ពីនៅកូរ៉េគ្នាគាត់នោះដើម្បីចុះមកជួយយើងតនៅកន្លែងផលិតតែម្ដងបើយើងលើឈ្មោះមជ្ឈមណ្ឌលរបស់យើងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជាកូរ៉េតើការជួយគ្រប់គ្រងរបស់មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើទីផ្សារកូរ៉េទេហើយពីព្រោះមានឈ្មោះកូរ៉េនៅក្នុងហ្នឹងហើយរដ្ឋាភិបាលកូរ៉េក៏បានជួយគ្រប់គ្រងច្រើនដែរបាទតើការជួយគ្រប់គ្រងរបស់យើងទៅដល់ផលិតករក្នុងស្រុកអាចនឹងសម្រួលពួកគាត់សម្រាប់ការនាំចេញទៅកូរ៉េទេបាទកន្លែងហ្នឹងគឺជាចំណុចមួយដែលគាត់ជា Dr. Kim ដែលជា Project Manager នៅខាងភាគីកូរ៉េហ្នឹងគាត់តែងតែមកជារឿយប្រចាំខែរឿយនេះគឺប្រចាំខែដើម្បីជួយប្រឹក្សាយោបល់ជួយណែនាំហើយគាត់ក៏យកពីកូរ៉េមកមើលកន្លែងយើងអញ្ចឹងអាការផ្សារភ្ជាប់ហ្នឹងគឺមាន chance ច្រើនណាដើម្បីនាំចេញហើយការផ្ដល់ជំនួយចង់បានការនាំចេញពីយើងទៅស្រុកគាត់ដែរពីព្រោះកន្លែងហ្នឹងហើយដែលគេជួយមកយើងប្រហែលជាគាត់ដឹងថាខ្មែរយើងមានផលិតផលកសិផលយើងល្អច្រើនបាទអាហ្នឹងគឺជាសក្តានុពលរបស់ប្រទេសយើងហ្នឹងហើយគឺយើងមាន tropical យើងកន្លែង tropic អញ្ចឹងយើងមានផលិតផលរបស់យើងហ្នឹងមានសម្បូរបែបគ្រប់បែបយ៉ាងតាំងពីផ្លែឈើតាំងពីស្រូវអង្គតាំងពីអីដាំស្លាក់ដូចឡើងthe best it one of the top in the world កន្លែងនេះគឺយើងមានចែកចេញជា3-4ផ្នែកក្នុងការគ្រប់គ្រងហើយនឹងប្រដបដាគ្រប់គ្រងប្រដបដាគឺប្រដបដាទី1គឺយើងបានធ្វើដំណើរទៅគ្រប់ខេត្តក្រុងដើម្បីធ្វើសិក្ខាសាលាបង្រៀនម្ចាស់សហគ្រាសឲ្យផ្ដោតទៅលើសុវត្ថិភាពគុណភាពហើយ hygiene នេះអនាម័យមួយត្រូវផ្ដោតលើអនាម័យតែមិនអញ្ចឹងវាអាចមានហានិភ័យចូលទៅក្នុងផលិតផលក្នុងការផលិតនេះអញ្ចឹងកន្លែងហ្នឹងយើងកំពុងតែធ្វើហ្នឹងគឺទៅគ្រប់ខេត្តក្រុងដើម្បីធ្វើសិក្ខាសាលាទី1ទី2យើងអាចដូចថាម្ចាស់សហគ្រាសមួយចំនួនគាត់ត្រូវការ skill up គាត់ត្រូវការពង្រីកអាជីវកម្មរបស់គាត់អញ្ចឹងក្នុងការពង្រីកអាជីវកម្មយើងមាន2ផ្នែកទៀតផ្នែកទី1គឺក្រុមការងាររបស់មជ្ឈមណ្ឌលយើងទៅជួយគាត់តែម្ដងបានទៅដល់យើងចុះទៅដល់មូលដ្ឋានឬមួយក៏អញ្ជើញគាត់មកកន្លែងយើងដើម្បីពិភាក្សាគ្នាគាត់អាចធ្វើបទបង្ហាញយើងអាចចុះទៅមើលកន្លែងគាត់ដើម្បីធ្វើមិនថាតើគាត់ skill up មិនដំណាក់កាលទី2ហ្នឹងគឺបើសិនជាមន្ត្រីយើងគាត់ទៅដល់ហើយគាត់ឃើញថាការពង្រីកហ្នឹងគឺវាទ្រង់ទ្រាយធំជាងដែលយើងកំពុងតែចេះនេះយើងតាក់ទងទៅភាគីកូរ៉េ Dr. Kim ដើម្បីឲ្យគាត់ជួយនាំអ្នកដែលគេហៅថា expert ពីប្រទេសគាត់មកចុះទៅកន្លែងហ្នឹងតែម្ដងអញ្ចឹងមួយឆ្នាំហ្នឹងគឺយើងធ្វើ2ដងឆ្នាំនេះគឺយើងត្រៀមនឹងធ្វើនៅខែទី9ខែកញ្ញាបាទហើយនឹងខែមួយទៀតគឺខែវិច្ឆិកាអញ្ចឹងពេលដែលគាត់ចុះមកហ្នឹងយើងកំពុងតែចាប់ផ្ដើមមើលថាយើងចិត្តរើសផលិតករម្ចាស់សហគ្រាសហ្នឹងយ៉ាងម៉េចដែរបាទឥឡូវហ្នឹងយើងកំពុងតែចាប់ផ្ដើមធ្វើហើយពេលដែលយើងទៅធ្វើសិក្ខាសាលានៅតាមខេត្តឬមួយក៏ធ្វើសិក្ខាសាលានៅពេញយើងនេះគឺយើងឲ្យគាត់fill in form របស់យើងនឹងបំពេញ form តាម online ហ្នឹងហើយយើងនឹង announce online ដែរដើម្បីឲ្យគាត់ apply ហើយយើងនឹងចាប់ផ្ដើមជ្រើសរើសហើយពីព្រោះមកពេលដែលគាត់មកម្ដងទៅបានយ៉ាងច្រើនគឺ20សហគ្រាសទេម្ដងពីព្រោះគាត់20សហគ្រាសហ្នឹងប្រហែលជាមាន4ទៅ5category ផ្នែកអីដែរ skill up អញ្ចឹងបានន័យថាគាត់មានបញ្ហាបច្ចេកទេសនៅកន្លែងរោងចក្ររបស់គាត់ឬមួយក៏រូបមន្តគាត់នៅអត់ទាន់ដើរល្អឬមួយក៏ផ្នែកអីមួយដែលជាបញ្ហាមិនអាចឲ្យគាត់នឹងពង្រីកបានអញ្ចឹងពេលដែលយើងទៅរើសហ្នឹងគឺយើងរើស 4-5 ផ្នែក 4-5 ដូចថាផ្នែកអាហារក្រៀមឬមួយផ្នែកទឹកឬមួយផ្នែកអីហើយយើងនឹងធ្វើជាមួយភាគីកូរ៉េរបស់យើងទៅរក expert ពីនៅកូរ៉េគ្នាគាត់នោះដើម្បីចុះមកជួយយើងតនៅកន្លែងផលិតតែម្ដងអញ្ចឹងមួយឆ្នាំយើងធ្វើ2ដងហើយមួយដងយើងជ្រើសរើសប្រហែលជា20ម្ចាស់សហគ្រាសក្នុងការចូលរួមល្អមែនតើមានករណីជោគជ័យដែលអាចចែករំលែកបានហើយយើងចុះមកគ្រប់គ្រងដល់សហគ្រាសហើយពួកគាត់អាចផលិតគ្រប់ស្តង់ដារដែលអាចនាំចេញទៅកូរ៉េបានមានខ្លះទេបាទនៅបច្ចុប្បន្ននេះយើងនឹងចាប់ផ្ដើមធ្វើនៅឆ្នាំនេះពីព្រោះយើងទុំតែ launch ខែ8ឆ្នាំមុនទេហើយតាំងពីយើងសម្ពោធនឹងមកគឺយើង focus នៅខាងមជ្ឈមណ្ឌលយើងតែម្ដងប៉ុន្តែឆ្នាំនេះគឺយើងចាប់ផ្ដើមចុះទៅសហគ្រាសផ្ទាល់តែម្ដងនឹងទី1ទី2គឺមានម្ចាស់សហគ្រាសមួយចំនួនយើងអត់ទៅដល់កន្លែងគាត់ផលិតទេប៉ុន្តែគាត់មកកន្លែងយើងបានន័យថាប្រឹក្សាយោបល់យើងឲ្យយើងណែនាំយើងផ្ដល់យោបល់បច្ចេកទេសដើម្បីគាត់យកទៅរៀបចំនៅកន្លែងរបស់គាត់វិញអាហ្នឹងគឺយើងមានហើយនៅក្នុងគម្រោងរបស់យើងប៉ុន្តែទៅមុខទៀតគម្រោងយើងនេះគឺនឹងផ្ដោតទៅខាងនឹងច្រើនគូសំដែរផ្ដោតលើការនាំចេញផ្ដោតលើការពង្រីកចង្វាក់ផលិតកម្មរបស់គាត់ចំណុចមួយទៀតហ្នឹងដែលខ្ញុំចង់ជូនទៅម្ចាស់សហគ្រាសទាំងអស់ហ្នឹងគឺយើងគឺជាកន្លែងមួយជួយប៉ុន្តែគាត់ត្រូវអ្នកធ្វើម្ចាស់សហគ្រាសត្រូវតែធ្វើគាត់ត្រូវតែមកមានមនុស្សធ្វើមានវត្ថុធាតុដើមដើម្បីយើងជួយបើគាត់មកគាត់ថាខ្ញុំចង់ផលិតមីតែគាត់អត់មានអីទាំងអស់យើងក៏មិនដឹងជួយគាត់មិនដែរអញ្ចឹងពាក្យខ្មែរមួយមុនឲ្យគេជួយខ្លួនឯងសិនបាទណាអញ្ចឹងកន្លែងហ្នឹងហើយដែលខ្ញុំចង់ជូនទៅម្ចាស់សហគ្រាសដើម្បីថាពេលដែលចូលមកហ្នឹងគឺគាត់ត្រៀមខ្លួនត្រៀមចិត្តឲ្យថាមកធ្វើរួមគ្នាហើយយើងមានតាំងឧបករណ៍យើងមានតាំងមន្ត្រីរាជការដែលជាបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលនេះហ្នឹងគឺត្រៀមខ្លួននឹងជួយគាត់ជាស្រេច